ตอนយើងមកធ្វើការតដើមស្វាយជប៉ុនណាស្វាយជប៉ុនគឺយើងយកដើមដែលយើងច្រកថងរួចហើយយើងយកមកតយើងកាត់មកល្មមដែលយើងស្មានមកថាស្អាតប៉ុណ្ណាយើងកាត់មុខវាស្មើមកណាមកល្មមអញ្ចឹងរួចហើយយើងចិតសងខាងយើងចិតខាងហើយយើងចិតរាងវែងមកណាហើយមុខតវាជាប់ទៅវាបានវែងល្អយើងធ្វើស្អាតណាតែយើងសៀតទៅល្មមស្អាតណាអានេះដើមដែលយើងតហ្នឹងយើងធ្វើចេះសងខាងហើយអានេះយើងបិឆិតមកណាមានន័យថាយើងកាត់បិឆិតសម្រាប់សូកចូលដល់ពេលយើងកាត់បិឆិតចឹងហើយយើងសូកចូលមកយើងមើលរាងវាបែបយើងធ្វើបែបណាសូកចូលស្រួលចឹងយើងសូកឲ្យណែនមកទៅហើយយើងរុំដែលណាយំក៏យើងរុំមកយើងរុំឲ្យណែនណាដាក់អោយច្រើនជាន់តិចទៅយើងរុំចឹងហើយទុករហូតដល់វាជាប់មួយខែអីជាប់ខែយើងជាប់ហើយយើងកាត់យកទៅដាំបានអានេះស្វាយជប៉ុនយើងធ្វើសម្រាប់អោយភ្ញៀវគាត់សួររកពូជចឹងយើងធ្វើឲ្យគាត់ណាយើងជារឹតនេះណែនល្អគឺជាប់ល្អតែខាន់ក៏បិទដែលយើងធ្វើនឹងមុតហ្នឹងគឺបានហ្នឹងណា